សមាជិកក្រុមចម្រៀង Rap Elong Nikep ត្រូវបានគេចាត់ប្រកាន់ពីបទគាំទ្រអំពើភេរវកម្មបន្ទាប់ពីបង្ហាញទង់ជាតិក្រុម Hezbollah លើឆាកតន្ត្រីសមាជិកម្នាក់នៃក្រុមចម្រៀង Rap Elong Nikep ត្រូវបានចាត់ប្រកាន់អំពីបទប្រព្រឹត្តអំពីភេរវកម្មបន្ទាប់ពីបង្ហាញទង់ជាតិគាំទ្រក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់នេះបើយោងតាមប៉ូលីសអង់គ្លេសបានបញ្ជាក់នៅថ្ងៃពុធទី21ខែឧសភានេះប៉ូលីសប្រចាំតំបន់ Metropolitan បានឲ្យដឹងថាលោក Lim Ohana បានបង្ហាញទង់ជាតិក្នុងកំឡុងពេលកម្មវិធីមួយរបស់ក្រុមនៅទីក្រុងឡុងក្នុងខែវិច្ឆិកាដោយបន្ថែមថាលោក Ohana អាយុ27ឆ្នាំរូបនេះបានបង្ហាញទង់ជាតិនៅក្នុងកម្មវិធីបែបនេះឬក្នុងកលៈទេសៈបែបនេះដើម្បីបង្កឲ្យមានការសង្ស័យសមហេតុផលថាលោកគឺជាអ្នកគាំទ្រនៃអង្គការដែលបានកំណត់ក្នុងករណីនេះត្រូវបានកំណត់ថាជាក្រុម Hezbollah រហូតមកដល់ពេលនេះក្រុមការងាររបស់ក្រុមចម្រៀង Rap Elong Nikep មិនធ្វើអត្ថាធិប្បាយនោះទេលើពីនោះលោក Ohana នឹងត្រូវបង្ហាញខ្លួននៅតុលាការ Westminster Magistrate នៅថ្ងៃទី18ខែមិថុនាខាងមុខនេះ